ថ្ងៃនេះខ្ញុំកំពុងតែអនុវត្តករណីបឺតនាំខ្លាញ់ក្បាលពោះនិងកែរាងចន្លោះអក្សរ S ដ៏ពិសេសមួយជូនប្អូនស្រីមនីរៀងរៅរបស់ប្អូនមនីខ្ញុំជឿជាក់ថារឿងក្តីកង្វល់រួមរបស់បងប្អូនស្រីៗជាច្រើនប្អូនមានទម្រង់រាងកាយធាត់ក្បាលពោះតាំងពីតូចមកម្ល៉េះតំបន់ក្បាលពោះសម្បូរទៅដោយជាលិកាខ្លាញ់រឹងនិងខ្លាញ់សេលូឡូសដែលកកកុញជាច្រើនឆ្នាំមកហើយតោងស្អិតខ្លាំងណាស់មនីបានប្រាប់ខ្ញុំថាបានសាកល្បងគ្រប់វិធីសាស្ត្រអស់ហើយតាំងពីតមអាហាររហូតដល់ការហាត់ប្រាណយ៉ាងខ្លាំងក្លាប៉ុន្តែក្បាលពោះនៅតែដដែលមិនស្រកសំបីតែ1សង់ទីម៉ែត្រមូលហេតុដ៏ធំបំផុតដែលធ្វើឲ្យគាត់ចិត្តមកជួបខ្ញុំគឺដោយសារតែពេលខាងមុខនេះមនីចិត្តរៀបការហើយប្អូនចង់ឲ្យរូបរាងខ្លួនឯងស្រឡូនស្អាតដើម្បីរក្សានូវទិដ្ឋភាពដ៏ស្រស់ស្អាតបំផុតនៅក្នុងឈុតរោគការដោយសារតែបច្ចេកវិទ្យានៅខាងខ្ញុំគឺជាការបឺតនាំខ្លាញ់ទៅតាមបែបវិទ្យាសាស្ត្រមិនបាច់វះកាត់និងមិនបាច់ចាក់ថ្នាំសន្លប់ដូច្នេះអំបញ្ញមិញនេះមនីក៏ដឹងខ្លួនទាំងស្រុងនិងបានជជែកលេងជាមួយខ្ញុំរហូតមកអំបញ្ញមិញនេះខ្ញុំបានដើរម៉ាស៊ីននៅលើពោះរបស់ប្អូនតើប្អូនមានអារម្មណ៍ដូចម្តេចដែរមនីចាអ្នកគ្រូមានអារម្មណ៍ថារៀងស្រាលខ្លួនខ្លាំងអត់ដូចខ្ញុំធ្លាប់សម័យពីមុនថាវាឈឺចាប់តែជាស្ដែងវាអត់ឈឺទេហើយមួយវិញទៀតតាំងពីខ្ញុំបានពិភាក្សាបទរួចរបស់មួយអ្នកគ្រូពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាអ៊ីដ្រូសោនដែលវាអាចដុតរំលាយជាតិខ្លាញ់ដោយខ្លួនឯងខាងខ្ញុំមានទំនុកចិត្តមកទទួលសេវាកម្មបូមខ្លាញ់ហ្នឹងណាអ្នកគ្រូត្រូវហើយមនីហើយនេះបងប្អូនទាំងអស់គ្នាសូមមើលផងលោកគ្រូបានបញ្ចប់ផ្នែកពោះម្ខាងនិងបានកែសម្រួលបន្តិចតម្រង់ចង្កេះ S-line ជូនមនីរួចរាល់ហើយបងប្អូនបច្ចេកទេសនេះទៅតែឲ្យមនីមើលកញ្ចក់លទ្ធផលប្លែកម្ខាងហើយតើអ្នកមានអារម្មណ៍យ៉ាងម៉េចដែរមនីចាពិតជារំភើបណាស់បងដោយសារទៅធ្វើបានមកជាហៀងវាមានអារម្មណ៍មានសភាពថារៀងស្រាលពោះហើយវារៀងស្រកចុះមកខ្លាំងចុះស្រកទៅវាចេញជារូបរាងស្អាតស្លីមស្អាតចឹងណាអ្នកគ្រូដូច្នេះហើយលោកគ្រូបាននិយាយថាខ្លាញ់រឹងដែលមានពីកំណើតឬខ្លាញ់កកស្ទះយូរមិនអាចស្រកបានដោយការហាត់ប្រាណធម្មតាទេវាចាំបាច់ត្រូវប្រើបច្ចេកវិទ្យារបស់លោកគ្រូដែលជាវិធីសាស្ត្របញ្ចេញខ្លាញ់វិទ្យាសាស្ត្រចំនួនថ្មីលោកគ្រូនឹងប្រើរលកអុលត្រាសោនកម្រិតខ្ពស់ដែលអាចផ្ដោតចូលជ្រៅតាមស្រទាប់ស្បែកដើម្បីប៉ះពាល់យ៉ាងច្បាស់នឹងចំណងខ្លាញ់រឹងដែលកកស្ទះយូរឆ្នាំក្រោមស្បែកវាអាចជ្រើសរើសនិងបំបែកដោយស្វ័យប្រវត្តិព្រមទាំងធ្វើឲ្យជាលិកាខ្លាញ់រលាយដោយមិនប៉ះពាល់ដល់ជាលិកាជុំវិញដូចជាសរសៃឈាមសាច់ដុំឬសរសៃប្រសាទឡើយបន្ទាប់ពីខ្លាញ់រឹងទាំងនោះត្រូវបានធ្វើឲ្យរលាយទាំងស្រុងវានឹងត្រូវបានបញ្ចេញចេញយ៉ាងទន់ភ្លន់តាមបំពង់តូចពិសេសដោយមិនចាំបាច់មានការគៀបឬយកចេញដោយដៃដោយវិធីសាស្ត្រចាស់ទៀតទេដោយសារវាមិនប៉ះពាល់ដល់ជាលិកាខាងក្នុងមិនចាំបាច់វះកាត់បើកស្បែកនិងមិនត្រូវការថ្នាំសម្លាប់ដូច្នេះភ្លាមបន្ទាប់ពីធ្វើរួចអ្នកអាចឈរដើរនិងត្រឡប់ទៅផ្ទះបានក្នុងថ្ងៃនោះភ្លាមហើយមិនចាំបាច់ត្រូវសម្រាប់ព្យាបាលយូរនោះទេរួចរាល់ហើយឥឡូវនេះលោកគ្រូបានបញ្ចប់ទាំងសងខាងនៃតំបន់ពោះនិងកែតម្រង់ចង្កេះអក្សរ S ទាំងមូលជូនអ្នកនាងមនីរួចរាល់ហើយពោះរាបស្មើស្អាតចង្កេះក៏តូចនិងច្បាស់ខ្លាំងណាស់ពិសេសទោះបីជាមានការបញ្ចេញខ្លាញ់បរិមាណច្រើនក៏ដោយស្បែកតំបន់ពោះរបស់មនីនៅតែរឹងមាំនិងតឹងណែនល្អមិនមានសភាពយារធ្លាក់ឡើយករណីនេះដំណើរការបានរលូនខ្លាំងប្រហែលត្រឹមតែ 2-3 ថ្ងៃអ្នកនាងអាចត្រឡប់ទៅរស់ប្រចាំថ្ងៃបានធម្មតាហើយអាចទៅសាកសមសម្លៀកបំពាក់អាពាហ៍ពិពាហ៍បានដោយយ៉ាងស្រួលណាស់ចាខ្ញុំពិតជាពេញចិត្តខ្លាំងណាស់អ្នកគ្រូពីមុនខ្ញុំធ្លាប់មើលរ៉ូបបែបប្រព្រៀងឬមួយក៏រ៉ូបអាពាហ៍ពិពាហ៍បែបកតុយត្រីខ្ញុំអត់ដែលគិតសម័យដល់ទេព្រោះអីខ្ញុំមានបញ្ហាលើជាតិខ្លាញ់ខ្លាំងនៅត្រង់ចំណុចក្បាលពោះអញ្ចឹងណាប៉ុន្តែឥឡូវខ្ញុំមានរាងស្អាតបែបនេះហើយខ្ញុំមានទំនុកចិត្តក្នុងការសាកល្បងរ៉ូបដែលខ្ញុំពេញចិត្តនឹងដើម្បីខ្លាយជាកូនក្រមុំដ៏ស្រស់ស្អាតអរគុណច្រើនអ្នកគ្រូ